កាលពីព្រេងនាយនៅគោមួយឈ្មោះថាមហានគររតនបុរីដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងភាពស្តុកស្តម្ភនិងការគោរពវណ្ណៈយ៉ាងតឹងរ៉ឹងព្រះមហាក្សត្រដែលគ្រងរាជ្យនាពេលនោះមានព្រះរាជបុត្រាមួយអង្គព្រះនាមពុទ្ធិសេដ្ឋព្រះអង្គម្ចាស់មានរូបឆោមស្រស់សង្ហាមានប្រាជ្ញាឈ្លាសវៃនិងពូកែខាងយុទ្ធសិលឹកប៉ុន្តែទ្រង់មិនសូវពេញព្រះទ័យនឹងច្បាប់ទម្លាប់តឹងតែងក្នុងព្រះរាជវាំងឡើយទ្រង់តែងតែលួចយាងចេញទៅខាងក្រៅដើម្បីស្វែងយល់ពីជីវិតរាស្ត្រសាមញ្ញនៅជីក្រុងមានភូមិមួយឈ្មោះថាភូមិឆាជាតិជាភូមិរបស់អ្នកនេសាទនិងអ្នកស្រែចម្ការក្នុងភូមិនោះមាននារីក្រមុំម្នាក់ឈ្មោះកនិកានាងជាកូនស្រីកំព្រារបស់តាអាចារ្យម្នាក់ដែលបានចែកឋានទៅនាងរស់នៅយ៉ាងសាមញ្ញបំផុតក្នុងខ្ទមតូចមួយមាត់បឹងទោះបីជានាងក្រីក្រក៏ពិតមែនប៉ុន្តែនាងមានរូបសម្បត្តិស្រស់ប្រឹមប្រិយសម្ដីសម្ដៅទន់ភ្លន់និងមានចិត្តមេត្តាករុណាដល់សព្វសត្វជារៀងរាល់ថ្ងៃនាងតែងតែទៅដងទឹកបឹងនិងបេះផ្កាឈូកយកទៅលក់នៅឯផ្សារដើម្បីចិញ្ចឹមជីវិតថ្ងៃមួយព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋបានក្លែងព្រះកាយជាអ្នកដំណើរធម្មតាយាងទៅដល់ភូមិឆាជាតិខណៈដែលទ្រង់កំពុងស្រេកទឹកក៏បានប្រទះឃើញនាងកនិកាកំពុងដងទឹកពីបឹងឈូកព្រះអង្គម្ចាស់ក៏យាងទៅសុំទឹកនាងពិសាកនិកាឃើញអ្នកដំណើរមានភក្ត្រស្រស់បោះក៏លើកខំទឹកជូនដោយទឹកមុខញឹមព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋទតឃើញសម្រស់និងកិរិយាសុភាពរាបសាររបស់នាងក៏ចាប់ចិត្តប្រតិព័ទ្ធភ្លាមចំណែកឯកនិកាក៏មានចិត្តរំភើបចំពោះបុរសសង្ហាចម្លែកមុខរូបនេះដែរចាប់តាំងពីថ្ងៃនោះមកព្រះអង្គម្ចាស់តែងតែលួចយាងទៅជួបនាងកនិកាជាញឹកញាប់ទ្រង់បានប្រាប់នាងថាទ្រង់ជាកូនប្រុសរបស់មន្ត្រីម្នាក់ស្នេហារបស់អ្នកទាំងពីរបានរីកដុះដាលយ៉ាងឆាប់រហ័សនៅកណ្ដាលធម្មជាតិដ៏ស្រស់បំព្រងពួកគេបានសន្យានឹងគ្នាថានឹងស្រឡាញ់គ្នារហូតដល់ថ្ងៃអវសាននៃជីវិតដំណឹងនៃស្នេហារបស់ព្រះអង្គម្ចាស់និងនារីសាមញ្ញបានលេចជឿទៅដល់ព្រះកានរបស់ព្រះមហាក្សត្រព្រះអង្គទ្រង់ខ្ញាល់យ៉ាងខ្លាំងហើយបានក៏ហៅព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋឲ្យចូលគាល់ជាបន្ទាន់ពុទ្ធិសេដ្ឋតើពិតមែនឬដែលឯងលួចតាក់ទងស្រឡាញ់ស្រីអ្នកស្រែក្រីក្រម្នាក់នោះព្រះមហាក្សត្រមានបន្ទូលដោយខ្លាំងក្រាបទូលព្រះបិតាគឺជារឿងពិតទូបង្គំស្រឡាញ់នាងកនិកាដោយចិត្តស្មោះហើយទូបង្គំចង់រៀបអភិសេកជាមួយនាងពុទ្ធិសេដ្ឋឆ្លើយតបដោយក្លាហានព្រះមហាក្សត្រខ្ញាល់កាន់តែខ្លាំងរហូតទះទៅដំរីលាន់រំពងពេញរាជភាមិនបានជាដាច់ខាតឯងជាព្រះរាជបុត្រាត្រូវតែរៀបអភិសេកជាមួយព្រះនាងពីនគោផ្សេងដើម្បីពង្រឹងសម្ព័ន្ធមេត្រីវង្សគោរបស់យើងមិនអាចមានឈាមអ្នកស្រែចម្ការមកលាយឡំបានទេចូលឯងភ្លេចនាងនោះភ្លាមបើមិនដូច្នោះទេនាងនឹងត្រូវទទួលទោសទោះបីព្រះបតាគំរាមយ៉ាងណាក៏ដោយក៏ព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋនៅតែមិនបោះបង់នាងកនិកាចោលដែរព្រះមហាក្សត្រឃើញដូច្នេះក៏សម្រេចចិត្តដាក់លក្ខខណ្ឌមួយដ៏លំបាកបំផុតទ្រង់បានបញ្ជាឲ្យសេនាចាប់នាងកនិកាមកក្នុងរាជវាំងនៅចំពោះមុខមន្ត្រីទាំងពួងព្រះមហាក្សត្របានទៅកាន់នាងកនិកាថានាងកនិកាបើនាងពិតជាមានសមត្ថភាពនិងមានបុណ្យស័ក្តិស័ក្តិសមនឹងកូនប្រុសយើងមែននោះយើងនឹងឲ្យនាងធ្វើកិច្ចការមួយនាងត្រូវតែត្បាញសម្ពុតសូត្រមួយហៅថាសម្ពុតចន្ទ្រាឲ្យបានសម្រេចក្នុងរយៈពេល3ខែសម្ពុតនេះត្រូវតែមានពណ៌ភ្លឺថ្លាដូចពន្លឺព្រះច័ន្ទពេញបូនមីទន់ល្មើយដូចពុកហើយមានក្លិនក្រអូបដូចផ្ការាត្រីបើធ្វើបានយើងនឹងអនុញ្ញាតឲ្យរៀបការតែបើធ្វើមិនបាននាងនឹងត្រូវនិរទេសចេញពីនគរនេះអស់មួយជីវិតនាងកនិកាត្រូវបានគេនាំទៅឃុំខ្លួនក្នុងបន្លាដ៏ស្រស់ស្អាតមួយប៉ុន្តែដាច់ស្រយាលនៅក្នុងបរិវេណព្រះរាជវាំងគេបានផ្ដល់ឲ្យនាងនៅឧបករណ៍ដុំបាញ់នឹងសរសៃសូត្រធម្មតានាងសម្លឹងមើលឧបករណ៍ទាំងនោះទាំងទឹកភ្នែកនាងគ្រាន់តែជាកូនអ្នកស្រែតើឲ្យនាងទៅចេះត្បាញសម្ពុតទឹកបែបនេះមកពីណានាងមានអារម្មណ៍អស់សង្ឃឹមជាខ្លាំងជារៀងរាល់ថ្ងៃនាងព្យាយាមត្បាញទាំងយប់ទាំងថ្ងៃប៉ុន្តែសម្ពុតដែលបានមកគឺគ្រាន់តែជាសម្ពុតសូត្រធម្មតាគ្មានអ្វីអស្ចារ្យឡើយពេលវេលាចេះតែកន្លងផុតទៅធ្វើឲ្យនាងកាន់តែខ្សោះកម្លាំងនិងបាក់ទឹកចិត្តទោះបីជាត្រូវបានហាមឃាត់មិនឲ្យជួបគ្នាក៏ព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋនៅតែរកវិធីលួចផ្ញើសារមកលើកទឹកចិត្តនាងកនិកាតាមរយៈស្រីបម្រើម្នាក់ដែលទ្រង់ទុកចិត្តសារខ្លីទាំងនោះបានក្លាយជាកម្លាំងចិត្តតែមួយគត់ដែលធ្វើឲ្យនាងតស៊ូបន្តនៅសល់តែ3យប់ទៀតប៉ុណ្ណោះនឹងក្នុងរាត្រីពេញបូនមីមួយនាងកនិកាបានឈប់ត្បាញនាងលុតជង្គង់ចុះផ្គុំអញ្ជលីហើយបួងសួងទាំងទឹកភ្នែករមៀលស្រក់នាងមិនបានបួងសួងសុំឲ្យបានក្លាយជាព្រះនាងទេតែនាងបួងសួងដោយដួងចិត្តបរិសុទ្ធសូមឲ្យទេវតាមេត្តាដល់ស្នេហាដ៏ស្មោះត្រង់របស់នាងនិងព្រះអង្គម្ចាស់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោកឲ្យបើចិត្តស្មោះរបស់ទូបង្គំចំពោះព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋជាការពិតសូមមេត្តាជួយទូបង្គំផងចុះពាក្យបួងសួងរបស់នាងហាក់ដូចជាបានឬដល់ឋានសុគរំពេជ្រនោះមានពន្លឺពណ៌ប្រាក់ដ៏ត្រចះត្រចង់មួយបានចាំងចូលតាមបង្អួចហ្វូងដង្កូវនាងមួយហ្វូងដែលមានពន្លឺភ្លឺផ្លេកបានវាចូលមកក្នុងបន្ទប់ហើយចាប់ផ្ដើមបញ្ចេញសរសៃពណ៌ប្រាក់ភ្លឺថ្លាដូចពន្លឺព្រះច័ន្ទបន្ទាប់មក
ហ្វុងសັດពីងពីងពណ៌មាសមួយក្រុមក៏បានលេចខ្លួនមកហើយចាប់ផ្ដើមត្បាញសរសៃទិព្វទាំងនោះយ៉ាងរហ័សនិងប៉ិនប្រសប់បំផុតខ្យល់រាត្រីបានពីបឹងឆ្ងាយមកពេញបន្ទប់ហើយក្លិននោះក៏បានជ្រាបចូលទៅក្នុងសាច់សំពត់នាងកនិកាអង្គុយមើលទិដ្ឋភាពអច្ឆរិយៈនោះទាំងរំភើបនិយាយមិនចេញត្រឹមមួយរាត្រីសំពត់ចន្ទ្រាក៏បានត្បាញរួចរាល់ជាស្ថាពរសំពត់នោះមានពន្លឺពណ៌ប្រាក់ចែងចាំងទន់ល្មើយដូចសម្លៃហើយមានក្លិនក្រអូបឈ្ងុយឈ្ងប់លើសពីអ្វីដែលព្រះមហាក្សត្របានបញ្ជាទៅទៀតព្រឹកប្រហាមស្រាងជាថ្ងៃនាងកនិកាបានយកសំពត់ចន្ទ្រាដាក់លើថាស្មាសហើយដើរចូលទៅកាន់រាជសភាដោយទឹកមុខស្ងប់ស្ងៀមនៅពេលដែលនាងបង្ហាញសំពត់នោះនៅចំពោះមុខព្រះមហាក្សត្រនិងគ្រប់គ្នាក្នុងរាជសភាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពន្លឺដ៏ត្រចះត្រចង់របស់សំពត់បានធ្វើឲ្យភ្នែកគ្រប់គ្នាព្រះមហាក្សត្រយាងមកជិតហើយយកព្រះហស្តទៅស្ទាបសាច់សំពត់ទ្រង់មានការខែងនេះជាខ្លាំងចំពោះភាពទន់ល្មើយនិងក្លិនក្រអូបដ៏របស់វាពិតជាសំពត់ទិព្វដែលមិនធ្លាប់មាននរណាធ្វើបានអស្ចារ្យណាស់ពិតជាអស្ចារ្យណាស់ព្រះមហាក្សត្រមានបន្ទូលល្អក្នុងព្រះឱស្ត្រទ្រង់ទតមើលនាងកនិកាដោយខុសពីមុនទ្រង់យល់ឃើញថានារីម្នាក់នេះមិនមែនជាមនុស្សឡើយព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋដែលកំពុងឈរនៅក្បែរនោះមានស្រកទ្រង់នេះគឺជាអំណាចនៃនាងកនិកាហើយដែលអាចបង្កើតរឿងអច្ឆរិយៈនេះទោះបីជាស្ដេចនៅមានចិត្តស្ទាក់ស្ទើរក៏ដោយក៏ទ្រង់ជានៅចំពោះមុខមន្ត្រីទាំងពួងព្រះអង្គបានប្រកាសថានាងកនិកាពិតជាមានស័ក្តិសមនឹងកូនប្រុសរបស់យើងមែនយើងនឹងរក្សាតាមដោយអនុញ្ញាតឲ្យព្រះរាជបុត្រាពុទ្ធិសេដ្ឋរៀបអភិសេកជាមួយនាងត្រូវបានអធិកអធមនាងកនិកានារីអ្នកនេសាទក្រីក្របានក្លាយជាព្រះនាងយ៉ាងពេញនាងមិនបានឡើយនាងបានប្រើប្រាជ្ញានិងនាងជួយប្រជានុរាស្ត្រធ្វើឲ្យប្រជាជនគ្រប់វណ្ណៈគោរពនាងខ្លាំងព្រះមហាក្សត្របានថាព្រះអង្គម្ចាស់ពុទ្ធិសេដ្ឋនិងព្រះនាងកនិកាបានគ្នាយ៉ាងសុភមង្គលនគររតនបុរីឲ្យរឿងរ៉ាវស្នេហារបស់ដើម្បីដល់ថាស្នេហាតែសូមរងចាំភាគបន្តសូមអរគុណ